មិត្តអ្នកសន្តាប់ជាទីមេត្រីថ្ងៃនេះនាងខ្ញុំសូមនាំអារម្មណ៍អ្នកទាំងអស់គ្នាមកស្ដាប់នៅអត្ថបទមួយដែលមានចំណងជើងថាមនុស្សរឹងមាំនៅពេលដែលមាត់របស់យើងមិនអាចហានិយាយនៅពាក្យពេចន៍ក្នុងចិត្តនិងពោលប្រាប់ពីអារម្មណ៍ឈឺចាប់នៅពេលដែលមាននៅក្នុងទ្រូងរបស់យើងនោះភ្នែករបស់យើងនឹងនិយាយជំនួសដោយស្វ័យប្រវត្តិមនុស្សរឹងមាំមិនមែនជាមនុស្សដែលពូកែលាក់ការឈឺចាប់ទេវាក៏មិនមានន័យថាយើងមិនត្រូវការឲ្យនរណាម្នាក់បានដឹងពីការឈឺចាប់ឬមិនត្រូវការជំនួយនោះឡើយមនុស្សរឹងមាំមិនមែនជាមនុស្សដែលតែងតែបដិសេធចំពោះការជួយពីនរណាម្នាក់នោះទេហើយក៏មិនមែនជាមនុស្សដែលមានអ្នកចង់តស៊ូជាមួយបញ្ហាតែម្នាក់ឯងនោះដែរមនុស្សរឹងមាំមិនមែនជាមនុស្សដែលអាចគេចផុតពីបញ្ហានោះទេប៉ុន្តែជាមនុស្សដែលហ៊ានប្រឈមជាមួយនឹងបញ្ហាទាំងឡាយនៅចំពោះមុខមនុស្សរឹងមាំនឹងមិនបង្កើតបញ្ហាមួយផ្សេងទៀតដើម្បីលាក់បាំងបញ្ហាដែលបានកើតឡើងរួចនោះឡើយផ្ទុយទៅវិញគេជាមនុស្សដែលហ៊ានទទួលយកការពិតនៅចំពោះមុខមនុស្សរឹងមាំតែងតែក្លាហានដើម្បីសុំជំនួយពីនរណាម្នាក់បន្ទាប់ពីខ្លួនបានខិតខំប្រឹងប្រែងអស់លទ្ធភាពរួចទៅហើយចង់ធ្វើជាមនុស្សរឹងមាំម្នាក់ដែរឬទេឬមួយក៏អ្នកចង់ធ្វើជាមនុស្សរឹងមាំពិតប្រាកដមែនឬទេមិនចាំបាច់ខំប្រឹងញញឹមដើម្បីទប់ទឹកភ្នែកកុំឲ្យស្រក់ចុះនោះទេបើមានអារម្មណ៍ថាវាចង់ស្រក់ចុះមកសូមអនុញ្ញាតឲ្យវាស្រក់ឲ្យអស់ពីចិត្តមកអ្វីដែលយើងត្រូវធ្វើគឺជូតទឹកភ្នែកចេញរួចហើយក៏ត្រូវញញឹមសារជាថ្មីម្ដងទៀតធម្មជាតិបានបង្កើតមនុស្សលោកមកនៅលើពិភពផែនដីនេះគ្រប់គ្នាអាចសោយអាចយំអាចមានទុក្ខអាចឈឺចាប់អាចរីករាយដូច្នេះសូមគ្រាន់តែអនុញ្ញាតឲ្យភ្នែករបស់យើងអាចបង្ហូរទឹកភ្នែកពេលដែលមាត់របស់យើងមិនអាចនិយាយបានវាមិនអីទេហើយវាក៏មិនសំខាន់ថាយើងបានជុំប៉ុន្មានដងហើយរហូតមកដល់ពេលនេះប៉ុន្តែអ្វីដែលសំខាន់តែយើងបានក្រោបឡើងសារជាថ្មីប៉ុន្មានដងហើយមនុស្សរឹងមាំធ្លាប់ជួបរឿងលំបាកច្រើនណាស់ហើយនៅទីបំផុតគេអាចឈរនិយាយយ៉ាងច្បាស់ថាខ្ញុំបានជួបរឿងអ្វីខ្លះហើយខ្ញុំបានមកដល់ទីនេះដោយរបៀបណាពេលដួលប្រឹងក្រោកពេលហត់សម្រាកសិនប៉ុន្តែមិនមែនបោះបង់ចោលការតាំងចិត្តនេះឯងគឺជាមនុស្សរឹងមាំម្នាក់ហើយនោះគឺជារូបអ្នកផ្ទាល់មិត្តអ្នកស្ដាប់ជាទីមេត្រីរង្វាន់ដ៏អស្ចារ្យសម្រាប់ជីវិតរៀនបើកចិត្តនឹកគិតដល់រឿងល្អៗថែរក្សាសុខភាពឲ្យល្អទាំងសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តព្រោះថាសម្រស់នៃជីវិតយើងបានមកពីការមានសុខភាពល្អនេះឯងមានកម្លាំងរឹងមាំហើយក៏មានទឹកចិត្តល្អមានកន្លែងស្អាតច្រើនណាស់ដែលយើងមិនទាន់បានទៅដល់មានមនុស្សល្អជាច្រើនដែលយើងមិនទាន់បានស្គាល់មានរឿងល្អជាច្រើនដែលយើងមិនទាន់បានជួបក្តីសម័យនៅក្នុងជីវិតយើងម្នាក់គឺចង់ស្គាល់រាប់អានមនុស្សល្អចង់ទៅកន្លែងស្អាតនិងចង់ជួបតែរឿងណាដែលល្អដែលធ្វើឲ្យចិត្តយើងរីករាយនិងសុភមង្គលនៃជីវិតដ៏ពេញលេញប៉ុន្តែជីវិតមិនអាចផ្ដល់ឲ្យយើងនៅគ្រប់យ៉ាងដែលយើងចង់បាននោះទេផ្ទុយទៅវិញអ្វីដែលជីវិតផ្ដល់ឲ្យយើងគ្រាន់តែជាលទ្ធផលនៃការគិតនិងសកម្មភាពដែលយើងបានធ្វើដោយការខិតខំប្រឹងលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តជាច្រើនកន្លងមកមិត្តអ្នកសន្តាប់ជាទីមេត្រីបើសិនជាយើងមានគំនិតល្អហើយយើងក៏ត្រូវប្រឹងធ្វើឲ្យបានល្អបំផុតដែរនោះទើបយើងអាចទទួលបានលទ្ធផលល្អយើងមិនអាចអង្គុយគិតចង់បានអ្វីល្អមកដោយមិនព្រមចាប់ផ្ដើមធ្វើអ្វីសោះនោះទេជីវិតតែងតែមានរង្វាន់សម្រាប់ផ្ដល់ឲ្យដល់អ្នកដែលហ៊ានលះបង់តស៊ូក្លាហានហ៊ាននឹងគិតហ៊ានធ្វើហ៊ានទទួលខុសត្រូវហ៊ានប្រឈមមុខចំពោះបញ្ហាដោយមិនតក់ស្លុតដើម្បីទទួលបានរឿងល្អដំបូងត្រូវចាប់ផ្ដើមចេញពីការគិតល្អគិតក្នុងភាពវិជ្ជមានជាមុនសិនកាលណាចិត្តរបស់យើងគិតវិជ្ជមានវាក៏នឹងរុញឲ្យយើងខ្លួនរបស់យើងនឹងធ្វើសកម្មភាពវិជ្ជមានហើយកាលណាការគិតវិជ្ជមានបូកផ្សំនឹងសកម្មភាពវិជ្ជមាននោះផលវិជ្ជមានក៏មានកើតឡើងដែរ
ប៉ុន្តែប្រសិនបើយើងបានប្រឹងប្រែងហើយតែវានៅមិនទាន់ចេញផ្លែផ្កាដោយការរំពឹងគិតនោះយើងក៏មិនខកចិត្តច្រើនដែរហេតុអ្វីមិនខកចិត្តព្រោះយើងតែពីព្រោះតែយើងជាមនុស្សដែលមានគំនិតទូលាយស្រាប់ទៅហើយហេតុអ្វីក៏យើងជាមនុស្សដែលមានគំនិតទូលាយពីព្រោះយើងមានចិត្តតូចចង្អៀតយើងក៏មិនអាចមានការគិតវិជ្ជមានកើតឡើងដែរមិត្តអ្នកស្ដាប់ដឹងទេមនុស្សដែលមានសុខភាពផ្លូវចិត្តល្អប្រសើរគឺជាមនុស្សដែលចូលចិត្តគិតរកចំណុចវិជ្ជមាននៅក្នុងរឿងមួយមិនថាទោះបីជាពេលខ្លះរឿងនោះអាក្រក់ប៉ុណ្ណាក៏ដោយក៏មនុស្សដែលមានសុខភាពផ្លូវចិត្តល្អនៅតែរក្សាបានរំលឹងល្អដដែលរឿងល្អដែលមនុស្សគ្រប់គ្នាអាចមើលឃើញថាវាល្អវាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះប៉ុន្តែបើមនុស្សធម្មតាម្នាក់អាចមើលឃើញរឿងល្អនៅក្នុងស្ថានភាពណាមួយដែលមនុស្សជាច្រើនយល់ថាលំបាកនោះវាពិតជារឿងមួយដ៏អស្ចារ្យខ្លាំងណាស់មិត្តអ្នកស្ដាប់ជាទីមេត្រីអ្វីដែលយើងបានរៀនសូត្រពីជីវិតតែងតែលេចចេញនៅមេរៀនជាច្រើនដើម្បីឲ្យយើងបានរៀនសូត្រជារៀងរាល់ថ្ងៃប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសិតតែចូលចិត្តរៀនសូត្រពីមេរៀនដែលជីវិតបានផ្ដល់ឲ្យនោះទេជីវិតបានបង្រៀនយើងថាជីវិតមិនអាចគ្រប់គ្រងភាពស្មោះត្រង់របស់នរណាម្នាក់បានឡើយមិនថាយើងស្មោះត្រង់ចំពោះគេខ្លាំងប៉ុណ្ណាក៏ដោយក៏វាមិនមានន័យថាគេនឹងធ្វើល្អហើយស្មោះត្រង់ចំពោះយើងវិញដូចគ្នាដែរឬទេយើងតែងតែធ្លាប់បានផ្ដល់អ្វីឬក៏ធ្វើអ្វីចំពោះគេនោះមិនថាយើងបានផ្ដល់តម្លៃដល់នរណាម្នាក់ច្រើនលើសលប់ប៉ុណ្ណាក៏ដោយក៏វាមិនមានន័យថាគេនឹងផ្ដល់តម្លៃចំពោះយើងដោយអ្វីដែលយើងបានធ្លាប់ធ្វើដាក់គេកន្លងមកនោះទេជួនកាលមនុស្សដែលយើងស្រឡាញ់និងទុកចិត្តបំផុតគឺជាមនុស្សដែលបំផ្លាញការទុកចិត្តរបស់យើងច្រើនបំផុតដែរការដែលយើងមានឱកាសបានស្គាល់រាប់អានជាមួយនរណាម្នាក់គឺដូចជាការសាងសង់លបែងភ្នាល់នៅរសជាតិនៃទំនាក់ទំនងនោះអញ្ចឹងដូច្នេះគ្រាន់តែរាប់អានគ្នាធម្មតាគឺបានហើយមិនចាំបាច់ស្រឡាញ់ខ្លាំងពេកស្មោះត្រង់ពេកឲ្យតម្លៃពេកគោរពពេកឬក៏ថារំពឹងពីគេខ្លាំងពេកក៏មិនចាំបាច់ដែរទំនាក់ទំនងកាន់តែជ្រៅដំបៅកាន់តែឈឺពីព្រោះទំនុកចិត្តដែលយើងបង់ចូលទៅក្នុងទំនាក់ទំនងមួយវារលាយអស់ទៅវាក៏នឹងធ្វើឲ្យយើងឈឺចាប់ខ្លាំងមនុស្សយើងអាចនិយាយគ្នាបាននៅក្នុងទំនាក់ទំនងមួយដែលវាមិននឹងរីកចម្រើនទៅមុខក៏ត្រូវធ្លាក់ចុះគឺនៅលើទំនុកចិត្តនេះឯងយើងត្រូវមានភាពស្មោះត្រង់ប៉ុន្តែមិនមែនល្ងងយើងត្រូវជឿជាក់ប៉ុន្តែមិនមែនងប់ងល់មនុស្សដែលអាចសម្លាប់យើងបានដោយងាយគឺមនុស្សដែលយើងទុកចិត្តខ្លាំងជ្រុលនឹងឯងមិត្តអ្នកស្ដាប់ដឹងទេវាមិនពិបាកទេការដែលរកមនុស្សមកអង្គុយស្ដាប់រឿងនិយាយរឿងប្រាប់គេប៉ុន្តែមនុស្សដែលកម្រមាននៅក្នុងជីវិតយើងគឺមនុស្សដែលអាចយល់បានពីភាពស្ងប់ស្ងៀមរបស់យើងឆ្លងកាត់ការរស់នៅអស់រយៈពេល10ឆ្នាំ2ដងខ្ញុំក៏បានរៀនសូត្រពីជីវិតបានខ្លះនៅក្នុងស្ថានភាពដែលយើងលំបាកបំផុតវាគឺជាពេលវេលាមួយដ៏ល្អដើម្បីពិសោធន៍ឲ្យឃើញថានរណាដែលពិតជាស្រឡាញ់យើងបំផុតហើយនរណាដែលគ្រាន់តែត្រូវការយើងដើម្បីគ្រាន់តែទាញយកផលប្រយោជន៍ពេលយើងជោគជ័យមិនខ្វះទេមនុស្សដែលមកស្គាល់យើងប៉ុន្តែបើសួរថាតើមានប៉ុន្មានអ្នកដែលជួយជ្រោមជ្រែងយើងតាំងពីដំបូងរហូតមកចម្លើយគឺមានមិនច្រើនទេព្រោះវាអាចរាប់ត្រឹមតែម្រាមដៃក៏គ្រប់ដែរវាមិនសំខាន់ទេថាយើងបានស្គាល់មនុស្សច្រើនប៉ុណ្ណាប៉ុន្តែវាសំខាន់ថាតើមនុស្សប៉ុន្មានអ្នកដែលបានស្គាល់ពីយើងហើយនៅក្នុងការស្គាល់នោះយើងបានជួយគ្នាទៅវិញទៅមកយ៉ាងអស់ពីចិត្តមិនមែនដើម្បីតែការកេងចំណេញពីលើគ្នាពេលឈឺទៅបានដឹងថាសុខភាពសំខាន់ប៉ុន្តែពេលនៅមានសុខភាពល្អក៏មិនដែលរវីរវល់ពេលដេកនៅលើគ្រែអ្នកជំងឺទើបដឹងថាយើងអាចចែករំលែកជាមួយអ្នកដទៃបានច្រើនហើយពួកគេក៏បានចែករំលែកជាមួយយើងច្រើនមកហើយដែរប៉ុន្តែនៅដំណាក់កាលដែលដេកឈឺគ្មាននរណា
ដែលមកសុំចែកក្រែននេះដេកជាមួយយើងទេពេលនៅរឹងមាំធ្វើការភ្លេចគិតពីសុខភាពប៉ុន្តែសុខភាពចុកខ្សោយក៏ត្រូវយកលុយដែលខំប្រឹងរក្សាសន្សំមកព្យាបាលជំងឺជីវិតមិនមែនជាការអង្គុយរាប់ឆ្នាំដែលខ្លួនអាចរស់នៅបាននោះទេវាមិនមែនអាស្រ័យថាយើងអាចរស់នៅបានយូរឬក៏ឆាប់នោះទេប៉ុន្តែវាអាស្រ័យថាយើងបានរស់នៅដើម្បីប្រយោជន៍ដល់អ្នកដទៃអ្វីខ្លះចុងក្រោយយើងក៏ប្រហែលជាទទួលបានមេរៀនមួយការពិតគឺយើងរស់នៅជាមួយដោយភាពត្រឹមត្រូវនិងដោយសេចក្តីល្អរឿងស្លាប់គ្មានអ្វីគួរឲ្យខ្លាចទេមនុស្សដែលភ័យខ្លាចស្លាប់បំផុតប្រហែលជាមិនទាន់ចេះរស់នៅឲ្យត្រឹមត្រូវនៅឡើយទេខ្ញុំមិនចង់ស្លាប់ទៅវិញទាំងមិនទាន់ចេះរស់នៅឲ្យបានត្រឹមត្រូវនោះទេដូច្នេះហើយខ្ញុំតែងតែមានបំណងចង់រៀនរស់ឲ្យស្រួលឬមួយក៏ឲ្យបានល្អខ្ញុំចង់ឲ្យជីវិតនេះមានភាពស្រស់ស្អាតហើយមានភាពស្រស់ស្អាតទាំងនោះប្រកបជាកើតចេញពីការរស់នៅដោយការសាងនៅផលប្រយោជន៍ដល់អ្នកដទៃឲ្យបានច្រើនតាមតែយើងអាចធ្វើទៅបានពេលដែលការចែករំលែករបស់យើងធ្វើឲ្យអ្នកដទៃមានអារម្មណ៍រំភើបយើងក៏ទទួលបានអារម្មណ៍រំភើបនោះត្រឡប់មកវិញហើយនៅពេលដែលយើងធ្វើបែបនេះកាន់តែច្រើនយើងក៏ដឹងថាការពិតជីវិតនឹងទទួលបានកាន់តែច្រើននៅពេលដែលយើងត្រៀមខ្លួនធ្វើជាអ្នកផ្ដល់ឲ្យនៅពេលដែលយើងទទួលបានអ្វីដែលយើងចង់បានយើងនឹងរំភើបប៉ុន្តែប្រសិនបើយើងអាចផ្ដល់ឲ្យអ្នកដទៃនៅអ្វីដែលគេចង់បានវិញនោះយើងនឹងស្គាល់អារម្មណ៍រំភើបច្រើនជាងការគ្រាន់តែទទួលបានរាប់សិបដងតាមរបៀបដែលយើងបានលះបង់ចំពោះអ្នកដទៃរាល់ថ្ងៃប៉ុន្តែវានឹងផ្ដល់មកវិញយ៉ាងច្រើនបំផុតហើយពេលនោះគឺសេចក្តីសុខនិងភាពកក់ក្ដៅដែលពិតប្រាកដនិយាយប្រាប់ឲ្យអ្នកដទៃបានយល់ការបាត់បង់និងបង្រៀនឲ្យស្គាល់ពីតម្លៃពេលយើងបាត់បង់អ្វីមួយយើងនឹងឈឺចាប់ខ្លាំងប៉ុន្តែការឈឺចាប់នេះនឹងបង្រៀនឲ្យយើងឲ្យស្គាល់ពីតម្លៃនៃអ្វីដែលយើងកំពុងតែមាននៅក្នុងដៃនៅក្នុងពេលនេះនៅក្នុងជីវិតយើងមានអ្វីច្រើនណាស់ដែលយើងបានទទួលហើយមនុស្សដំបូងបំផុតគឺទទួលបានជីវិតមួយនេះឯងប៉ុន្តែបន្ទាប់ពីមានអ្វីជាច្រើនដែលយើងទទួលបានវាក៏មានអ្វីជាច្រើនដែលយើងបានបាត់បង់ទៅវិញផងដែរហើយនឹងមានអ្វីជាច្រើនទៀតដែលកំពុងតែបាត់បង់និងត្រូវបានបាត់បង់នៅក្នុងពេលណាមួយសូម្បីតែជីវិតរបស់យើងក៏នឹងត្រូវបាត់បង់ទៅវិញនៅទីបំផុតគ្រប់យ៉ាងដែលមានក៏នឹងបាត់បង់ប៉ុន្តែគ្រប់ពេលដែលបាត់បង់អ្វីមួយយើងក៏នឹងទទួលបានអ្វីផ្សេងមកជំនួសវិញខ្ញុំធ្លាប់បានបាត់បង់និងបាត់បង់ច្រើនរួចមកហើយខ្ញុំបាត់បង់យាយតាជាទីស្រឡាញ់ហើយក៏បាត់បង់ជារៀងរហូតខ្ញុំបាត់បង់ទំនាក់ទំនងជាមួយមិត្តភ័ក្តិចាស់ៗប៉ុន្តែខ្ញុំក៏បានសាងបង្កើតទំនាក់ទំនងថ្មីក្រោយមកការទទួលបានថ្មីក៏បន្តហើយក៏ការបាត់បង់ក៏មិនបានបញ្ឈប់ដែរខ្ញុំបានបាត់បង់កុមារភាពហើយបាត់បង់ជារៀងរហូតប៉ុន្តែខ្ញុំទទួលបានការចងចាំហើយចងចាំគ្មានថ្ងៃនឹងភ្លេចអ្នកគ្រប់គ្នាក៏ដូចគ្នាដែរយើងសិតតែធ្លាប់បាត់បង់ច្រើនដូចគ្នាហើយតាមរយៈការបាត់បង់នេះវាក៏បានបង្រៀនឲ្យយើងចេះស្គាល់ពីតម្លៃនៅអ្វីដែលយើងកំពុងតែមានបើយើងមិនចេះថែរក្សាវានោះមិនអាចផ្ដល់ការយកចិត្តទុកដាក់ទេយើងប្រកាសជានឹកស្ដាយក្រោយនៅពេលដែលបាត់បង់វាទៅវិញមិនអ្នកស្ដាប់ដឹងទេបើសិនជាយើងមានទំនាក់ទំនងជាមួយនរណាម្នាក់មិនថានោះគឺជាទំនាក់ទំនងប្រភេទណាក៏ដោយមិត្តភ័ក្តិឬស្នេហាយើងក៏ត្រូវបង្ហាញឲ្យគេដឹកឃើញថាយើងបានផ្ដល់តម្លៃច្រើនប៉ុណ្ណាចំពោះទំនាក់ទំនងមួយនេះក្នុងចន្លោះពេលដែលយើងបានស្គាល់រាប់អានជាមួយនរណាម្នាក់យើងនឹងគិតធ្វើបែបណាដើម្បីកុំឲ្យមានអារម្មណ៍សោកស្ដាយខ្លាំងនៅពេលដែលយើងបានបាត់បង់គេទៅរវាងមនុស្សជាទីស្រឡាញ់នៅក្នុងគ្រួសារយើងក៏ត្រូវដឹងថាត្រូវយកចិត្តទុកដាក់ចំពោះគេច្រើនប៉ុណ្ណាស្រឡាញ់ខ្វល់ខ្វាយចំពោះពួកគេច្រើនប៉ុណ្ណាដើម្បីកុំឲ្យពេលដែលយើងបានចាកចោលពួកគេឬនរណាម្នាក់បានចាកចោលយើងទៅយើងត្រូវរស់នៅជាមួយវិប្បដិសារីអស់មួយជីវិត
ដែលមិនបានធ្វើល្អជាមួយពួកគេឲ្យបានច្រើនការបាត់បង់នឹងធ្វើឲ្យយើងបានស្គាល់កាន់តែច្រើនពីតម្លៃនៃការយកចិត្តទុកដាក់ចំពោះការយកចិត្តទុកដាក់ព្រោះយើងមិនយកចិត្តទុកដាក់ចំពោះវាទេវានឹងរំលឹកយើងនៅមេរៀនជឿចាប់ពីមួយជីវិត